ថ្ងៃទី2នៃការបើកសៀវភៅស្រាប់តែត្រូវកោះហៅទៅតុលាការគ្រួសារអ្នកមាន28ពិន្ទុ28ឯងនៅហ៊ានយកមកឲ្យទៀតបើមិនចុះហត្ថលេខាតើឲ្យខ្ញុំមកធ្វើអ្វីពិន្ទុរបស់ឯងតិចជាងបងទាំងឡាយបូកបញ្ចូលគ្នាមិនដឹងប៉ុន្មានដងផងបងពូកែបើអញ្ចឹងឲ្យបងប្រឡងជំនួសខ្ញុំទៅឯងនៅហ៊ានមកទៀតខ្ញុំអាចប្រឡងក៏អាចជួសជុលឡានបានឯងនៅហ៊ានទៅមកស្រែករកអ្វីកុំខឹងសម្បាពេកអីលោកប៉ាគ្រូសាសៀងឆេងទៅជាមានកូនខួរក្បាលបែបឯងបានដោយរបៀបណាស្ងប់អារម្មណ៍28ពិន្ទុហើយយ៉ាងម៉េចក៏មិនបានលក់គ្រូសាសៀងចោលដែរឯងកុំតន់ខ្ញុំតន់បានចាប់ដើមធ្វើឲ្យខូចមុខមាត់ទេឯងនៅមានច្បាប់ទម្លាប់ខ្លះទេផ្ទះនេះក៏ធំគួរសំដែរបើប៉ាមិនស្រែកដាក់ខ្ញុំក៏មិនឆ្លោះដែរខ្ញុំនឹងទៅចូលយកសັບម៉ាក់ខ្ញុំនៅហ៊ានរំលឹកដល់ម៉ាក់ឯងទៀតកូនតាមឪពុកក៏គ្រាន់តែឡានមិនល្អសោះថ្ងៃក្រោយបញ្ជូនទៅក្រៅប្រទេសឲ្យទៅរៀនយកបទពិសោធន៍ទៅនាងតូចឲ្យសុំទោសប៉ាទៅអ្នកណែនាំឲ្យរៀបការអ្នកមានបញ្ហាខួរក្បាលមែនទេខ្ញុំក៏ធ្វើដើម្បីល្អសម្រាប់អ្នកដែរតែឃើញចរិតអាក្រក់មកដល់មុខខ្ញុំអស់ហើយរកឃើញចំណុចខ្សោយហើយសាងជាចឹងយ៉ាងយីយិញប៉ាស្អប់បំផុតគឺលោកទូជីនម្ដាយក្មេកអាយុ7ឆ្នាំមែនទេឯងនៅដឹងទៀតគាត់ដឹងច្បាស់ណាស់នៅហ៊ានបន្ថែមភ្លើងទៀតម្ដាយជីជេគ្រាន់តែហុងឈីជីហ៊ានធ្វើរឿងថោកទាបបែបនេះគឺមានចេតនាចង់ភ្ជាប់វាសនាជាមួយគ្នាពេលដែលទទួលបានដៃហើយជីវិតគាត់បានមួយដង្ហើមទៀតលើកក្រោយមិនអនុញ្ញាតឲ្យនិយាយពីលោកអ៊ីមីនអ៊ីយ៉ូយេមិនយីវបែបនេះទៀតទេទទួលជ្រាបលើកក្រោយនឹងបដូរមុំនិយាយឯងឆ្លុះជាមួយអ្នកមីងនេញមែនទេឯងឈរនៅទីនេះធ្វើឲ្យអ្នកណាខ្លាចបងស្រីអូននឹកឃើញហើយចប់ហើយឯងមួយនេះឯងមិនឃើញទេឃើញអញ្ចឹងឯងភ្លេចហើយហេតុអ្វីក៏ក្នុងគ្រួសារទាំងមូលមានតែខ្ញុំដែលទាបជាងគេមួយប្អូនប្រុសម្នាក់នេះពិបាកញ៉ែណាស់ឆ្លោះគ្នាហើយអ្នកមីងខំប្រឹងមកបៀតបៀនជីវអិនបើមិនអញ្ចឹងតើឲ្យធ្វើម៉េចបានហើយឯងនិយាយតិចមែនប៉ុន្តែមើលទៅក៏មិនមែនថាកែមិនបានទេមិនទាន់ភ្ញាក់ពីគេងកុំមកបង្ករឿងដាក់ខ្ញុំឲ្យទៅចូលរួមថ្នាក់សិក្ខាសាលាមិនមែនឲ្យទៅទទួលទណ្ឌកម្មទេវាមានអ្វីខុសគ្នាបើឯងពូកែឯងទៅខ្លួនឯងទៅមានលុយក៏គ្មានប្រយោជន៍ដែរគឺនៅតែត្រូវងើបពីព្រលឹមឯងចេញក្រៅទៀតហើយឈោធ្វើអ្វីឡើងឡានមកខ្ញុំកុំមើលអីគេហើយឯងនឹងពាក់វាទៅសិនចន្លោះនេះអាចអង្គុយបានមនុស្ស3នាក់ទៀតឃ្លាតឆ្ងាយធ្វើអ្វីធ្លាប់អញ្ចឹងហើយខ្លាចខ្ញុំយក28ពិន្ទុនោះទៅបៀតលើឯងមែនទេបន្តិចដែរស្មោះត្រង់ណាស់ខ្ញុំអាចជ្រើសរើសមិនចូលបានទេដើរលឿនធ្វើអ្វីជើងវែងហើយអស់ចាមែនទេនឹងត្រូវយឺតហើយខ្ញុំមិនចង់រៀនទេខ្ញុំគ្រាន់តែចង់ដេកសម្រាកឲ្យស្ងប់ហេតុអ្វីក៏វាពិបាកម្លេះឯងមិននិយាយអ្វីសោះទើបតែអង្គុយចុះក៏ចង់ដើរចេញវិញមានលុយច្រើនម្លេះហើយនៅត្រូវប្រឹងទៀតខ្វះខ្ញុំម្នាក់ដែលជាមនុស្សឥតប្រយោជន៍មិនបានទេរស់នៅសិនទៅកុំប្រឹងរហូតដល់ងាប់យ៉ានថ្ងៃត្រង់នេះទៅញ៉ាំស្ប៉ាហ្គែតធីទៅអ្នកណាឯងគឺស៊ីវិនឆែវិនធ្វើជាមិនស្គាល់ស្ប៉ាហ្គែតធីទឹកប៉េងប៉ោះសាច់គោឡាសានឡាសេកណាមួយចានសូមអរគុណយ៉ានត្រូវប្រើកាត់អាហារអូខ្ញុំស្មានថាគ្រាន់តែប្រាប់ឈ្មោះម្ហូបក៏បានដែរឯងប្រើកាត់ឯងសិនទៅចាំខ្ញុំសង្វិញយ៉ាងម៉េចឯងក៏មិនបានយកមកដែរខ្ញុំក៏មិនបានយកមកដែរមិនអាចទេពីមុនយួនឈូតែងតែជាអ្នកចេញលុយបានហើយពួកយើងពីរអ្នកយល់ចិត្តគ្នាណាស់មិត្តភក្តិម្នាក់នេះទាំងហូបទាំងយកនេះមិនមែនមានកាត់ហើយមែនទេសៀងយីឆេងយីមកប្រើកាត់បានបើមិនអញ្ចឹងឃ្លានស្លាប់ហើយប្អូនប្រុសបង្កើតមិនប្រើទុកធ្វើអ្វីគាត់ពិតជាទៅមែនទេសៀងយីប្រើកាត់មែនទេប្រើសម្រាប់ចំណែកណាទាំងពីរចំណែកឯងគ្មានកាត់ទេបើមានតើហើយឯងធ្វើអ្វីកុំសួរបើអ្នកសួរគឺដឹងថាខ្ញុំក្រភ្លាមបែបនេះឯងកាត់ខ្ញុំនៅឯណាកាបូបសៀវភៅរកមើលហើយគ្មានទេហូហ៊ាននិយាយហើយមែនទេក្រសែភ្នែកនេះដូចជាមានរឿងរ៉ាវអ្វីលាក់ទុកស៊ីវិនវិញ្ញាណចូលខ្លួនវិញទៅមានរឿងអ្វីមីឯងនឹងខូចអស់ហើយយេឯងជាមួយសៀងយីស្និទ្ធស្នាលគ្នាខ្លាំងមែនទេស្គាល់គ្នាយូរហើយយូរណាស់មកហើយតាំងពីនៅក្នុងផ្ទៃមាតាមកតើហៅថាព្រឹកដែរទេភ្លេចវាចុះខ្ជិលពន្យល់ខ្ញុំចង់សុំច្បាប់ឯងឈឺត្រង់ណាខ្ញុំឈឺគ្រប់កន្លែងទាំងអស់អញ្ចឹងគឺងាប់ហើយអញ្ចឹងខ្ញុំប្រហែលជាងាប់ហើយមើលទៅថ្ងៃនេះខ្ញុំមិនចាត់ការឯងមិនបានទេវិនចៅវែងចៅរត់មិនសមរម្យទេប៉ុន្តែការរស់រានមានជីវិតគឺសំខាន់បំផុតខ្ញុំមិនទៅសាលាទេខ្ញុំចង់សម្រាកនេះគឺជារបបផ្ដាច់ការគុំរត់ផ្ដេសផ្ដាសនៅទីនោះមានកន្លែងទុកទ្រព្យសម្បត្តិខ្ញុំជាមនុស្សឈួតមែនទេដែលឈរនៅស្ងៀមឲ្យឯងចាត់ការ
ប៉ាមួយនេះអាចរកអ្នកជំនាញមកជួសជុលបានមែនទេខ្ញុំជាអ្នកចេញលុយលោកសៀងកុំបារម្ភខ្ញុំនឹងជួសជុលឲ្យលោកដូចដើមខ្ញុំសូមទោសខ្ញុំពិតជាមានកំហុសខ្លាំងណាស់ឯងយំខ្លាំងពេកហើយកូនស្រីកុំឲ្យរបួសណាមិនអីទេពិតមែនអាចដោះស្រាយបានដោយអាហារមួយពេលកូនស្រីសំណាងហើយសូមទោសបំណែកទាំងនេះទៅ20.000 សូម្បីតែលុយសម្រាប់ទិញម្ហូបបារាំងក៏មិនគ្រប់គ្រាន់ផងទិញបំណែកបាក់បែកទាំងនោះគឺសំល្មមជាងសងត្រូវតែសងខ្វាងមឹងហ្គេងមិញឈ្មោះនេះឬទៅហាក់ដូចជាមិនសូវភ្លឺស្វាងប៉ុន្មានទេនេះគឺជាការបកប្រែខ្លឹមសារបន្តពីផ្នែកមុនទៅជាភាសាខ្មែរមកដល់ហើយក៏មកដល់ទៅការអញ្ជើញជាសមាជិកក្មេងស្រីម្នាក់នេះមកខុសកន្លែងហើយមែនទេជាន់ទី1ហេតុអ្វីបានជាមានក្មេងស្រីម្នាក់មកទីនេះនៅលើផែនទីមិនបានសរសេរថាទីនេះមានជាន់បន្តទៀតទេក្មេងតូចតើឯងមកទីនេះដើម្បីរកមនុស្សចាស់មែនទេមនុស្សអួតអាងទីនេះមិនមែនជាកន្លែងកំសាន្តទេតើឯងមកខុសកន្លែងមែនទេក៏មានបុគ្គលិកលក្ខណៈគួរឲ្យចាប់អារម្មណ៍ដែរឥឡូវនេះក្មេងចាស់ទុំម្លេះលោកសៀឆៃលោកឈួយខျៃលោកវៃវាយអ្នកនិយាយមើលឥឡូវនេះក្មេងស្រីក៏ចូលចិត្តរត់មករកកន្លែងបែបនេះដែរលិខិតអញ្ជើញមិនអាចឲ្យក្មេងតូចបានដោយញីឡើយពីនិតប្រភពនៃការអញ្ជើញយល់ហើយស្ងប់អារម្មណ៍មកដល់ហើយកុំទាន់ឲ្យយកខ្លួនទៅដាក់ក្នុងគ្រោះថ្នាក់ក្មេងស្រីនេះតូចម្លេះលោកប្រកាសក្នុងចិត្តថាទាំងស្រុងមែនទេប្រកាសពិន្ទុតិចតួចប៉ុណ្ណេះក៏ហ៊ានចូលមកដែរប្រហែលជាមកដើម្បីបើកភ្នែកមើលពិភពលោកពិតមែនកញ្ញាតើមកទីនេះលើកទី1មែនទេកុំដាក់ពិន្ទុខ្ពស់ពេកពិតជាមិនស្ដាប់ដំបូន្មានមែនក្មេងស្រីនេះចិត្តធំមែនពិន្ទុតូចក៏ជាពិន្ទុដែរសាក់លបងបានប៉ុន្តែកុំធ្វើរឿងឈួតសូមអរគុណហឺមកទីនេះមកទីនេះមកសង្ឃឹមថាវាពិតជាគួរឲ្យចាប់អារម្មណ៍មែនចុះមិនមែនអ្នកទើបតែនិយាយថាមកខុសកន្លែងទេឥឡូវនេះមើលទៅមិនដូចជាមកខុសកន្លែងទេលោកសៀប្រភពនៃការអញ្ជើញត្រូវបានរកឃើញហើយតើឲ្យច្បាស់ទៅនាងមកធ្វើអ្វីមានរឿងអ្វីស៊ូស៊ួយឆេឆ្វេអ្នកប្រហែលជាមិនជឿទេមានក្មេងស្រីម្នាក់លួចចូលមកក្នុងកខ្វាងមឹងក៏ហើយថែមទាំងទៅពិន្ទុទៀតអ្នកគិតមើលថាម្ចាស់ហាងនឹងឈឺក្បាលខ្លាំងប៉ុណ្ណាទៅមិនដឹងដែរយ៉ាងណាក៏ខ្ញុំមិនមែនជាម្ចាស់ហាងដែរអ្វីដែលអ្នកនិយាយនេះជាភាសាមនុស្សមែនទេកុំរំខាននាងមិនមែនជាមនុស្សសាមញ្ញទេស្ងប់អារម្មណ៍អ្នករទេស្ងប់ចិត្តស្ងប់អារម្មណ៍ខ្ញុំហ៊ានតែបញ្ជាក់ពីសមត្ថភាពខ្លួនឯងកញ្ញាតើអ្នកមិនមើលលទ្ធផលទេរងចាំឲ្យគេខ្លួនឯងស្ដាប់ទៅចិត្តធំមែនប្រហែលជានាងមិនដឹងផងថាខ្លួនឯងកំពុងធ្វើអ្វីលទ្ធផលចិត្តត្រូវបានបញ្ជាក់ហើយនាងនៅតែញឹមមិនដឹងខ្លាចមែនទេត្រូវហើយនាងពិតជាចៃដន្យត្រូវមែនកុំរំភើបពេកនេះគ្រាន់តែជាប្រតិបត្តិការមូលដ្ឋានទោះបីជាខ្ញុំចង់ស្រែកក៏ដោយមិនមែនទេកញ្ញាតូចអ្នកនេះមិនមែនទេមែនទេអង្គុយចុះបែបនេះក៏បានដែរឬសំណាងរបស់នាងខ្លាំងដល់ថ្នាក់នេះខ្ញុំស្មានថានាងគ្រាន់តែជាមនុស្សចិត្តធំមិននឹកស្មានថាសំណាងរបស់នាងក៏ខ្លាំងម្ល៉េះមិនមែនគ្រាន់តែជាសំណាងទេមានន័យថាដូចម្ដេចនាងមិនមែនជ្រើសរើសតាំងពីដើមទេនាងរងចាំឲ្យទៅវើសិនទើបនាងដកបន្ទះឈៀបចេញចលនារបស់នាងនឹងថ្កោលខ្លាំងណាស់គ្មានភាពស្ទាក់ស្ទើរឡើយរកឃើញហើយតើគេសរសេរថាដូចម្ដេចស្អាតស្អំខ្លាំងណាស់អញ្ចឹងមិនមែនល្អទេស្អាតស្អំរហូតដល់ដូចជាគំរូដែលគេបង្កើតឡើងคล้ายមែនទេភេទប្រហែលជាពិតប្រាកដនេះហៅថាស្វែងរកឃើញហើយមែនទេមុនពេលជុំបន្ទាប់ចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាត្រៀមខ្លួនជុំបន្ទាប់គិតថានាងនឹងឈ្នះនាងនៅតែបន្តទៀតឬកញ្ញាអ្នកមិនមែនគ្រាន់តែលេងមែនទេកុំសួរបើអ្នកសួរគឺដឹងថាតួអង្គអាក្រក់កំពុងតែជួយសង្គ្រោះខ្លួនឯងជុំទី2ចាប់ផ្ដើមកុំពត់ជុំវិញនាងអីខ្យល់អាកាសសុទ្ធតែត្រូវពួកអ្នកធ្វើឲ្យខ្វក់អស់ហើយមើលថាលើកនេះនាងនៅហ៊ានឬអត់មិនមែនថាហ៊ានឬមិនហ៊ានទេគឺហាក់ដូចជានាងពិតជាចេះលេងមែនយ៉ាងណាក៏នាងមិនមែនមកដើម្បីបើកភ្នែកមើលពិភពលោកដែរតើនាងជានរណាឲ្យពិតប្រាកដទ្រាំបន្តិចទៅមកមួយជុំទៀតនឹងបដូរទោស